សែនអសូរណាស់បងស្រីម្នាក់ធ្វើខួបកំណើតជូនកូនរៀបរាប់ទាំងទឹកភ្នែកដោយសារតែរឿងនេះជឿជាក់ប្រិយមិត្តជាច្រើនបានយល់ច្បាស់មកហើយមនុស្សគ្រប់រូបតែងតែប្រាថ្នាចង់បាននូវស្នេហាពិតជួបមនុស្សដែលខ្លួនស្រឡាញ់រួមរស់ជាមួយគ្នាដោយស្មោះស្ម័គ្រកសាងសុភមង្គលរហូតដល់ចាស់រៀងៗខ្លួនមិនព្រាត់ប្រាសគ្នាកូនមិនព្រាត់ប្រាសឪពុកម្ដាយជាដើមដែលឡែកនេះគ្រាន់តែជាក្តីប្រាថ្នារបស់មនុស្សម្នាក់ៗតែប៉ុណ្ណោះចំណែកជីវិតវិញវាអាចផ្ទុយគ្នាសម្រាប់គ្រួសារមួយចំនួនដែលមិនសមប្រាថ្នាដែលឡែកមានមនុស្សជាច្រើនសមប្រកបមួយចំនួនជួបមនុស្សដែលខ្លួនស្រឡាញ់ចេះយល់ចិត្តគ្នាមិនព្រោះប្រែរហូតដល់ចាស់កោងខ្នងរៀងៗខ្លួនហើយគ្រួសារក៏ពោរពេញទៅដោយសុខភមង្គលសំណោចក្អាកក្អាយចំណែកឯខ្លះទៀតបែរជាត្រូវជួបស្នេហ៍បានតែក្តីស្រឡាញ់คล้ายៗជួបបានតែមួយគ្រាហើយក៏ឆាប់អស់ចិត្តគ្នារៀងៗខ្លួនហើយក៏សម្រេចចិត្តបែកផ្លូវគ្នាក៏មានដែរយ៉ាងណាមិញដូចជាករណីនារីម្នាក់នេះអញ្ចឹងគឺត្រូវបែកផ្លូវគ្នាជាមួយនឹងស្វាមីដោយសារតែស្វាមីប្រាប់ថាអស់ចិត្តលែងស្រឡាញ់ទៀតហើយព្រមទាំងបន្សល់ទុកកូនប្រុសជាដំណាក់ឈាមឲ្យរស់នៅជាមួយម្ដាយរឿងកាន់តែឈឺចាប់ទៀតនោះគឺថ្ងៃគូកំណើតកូនបើជាឪពុកម្ដាយលែងលះគ្នាជាផ្លូវការនារីជាម្ដាយបានសរសេរប្រកបដោយភាពរឹងមាំថាថ្ងៃគូកំណើតកូនបើប៉ាម៉ាក់សំបែកគ្នា Happy birthday កូនសម្លាញ់ម៉ាក់ជូនពរឲ្យកូនមានសុខភាពល្អនិងប្រាជ្ញាឆ្លៀសវៃធំឡើងរៀនពូកែធ្វើជាក្មេងល្អម៉ាក់សុំទោសកូនថ្ងៃខួបកូនគឺជាថ្ងៃដែលម៉ាក់និងប៉ាត្រូវលែងលះគ្នាគេសុខចិត្តទៅចោលយើងហើយគេថាគេឈប់ស្រឡាញ់ម៉ាក់ហើយដែលឡែកបើយើងមកមើលលិខិតលែងលះដែលនារីម្នាក់នេះបង្ហោះនោះគឺមានន័យថាខ្ញុំឈ្មោះសាមជាស៊ីមភេទស្រីអាយុ24ឆ្នាំជាតិខ្មែរមុខរបរមេផ្ទះទីលំនៅនៅភូមិបង្កុក2សង្កាត់បង្កុកក្រុងកំពង់ចាមខេត្តកំពង់ចាមភាគីម្ខាងទៀតឈ្មោះវ៉នថៃរ៉ាភេទប្រុសអាយុ26ឆ្នាំជាជនជាតិខ្មែរមុខរបរយោធាមានទីលំនៅបច្ចុប្បន្ននៅភូមិបង្កុក2សង្កាត់បង្កុកក្រុងកំពង់ចាមខេត្តកំពង់ចាមដីកាសម្រាប់ដែលទាមទារដោយអ្នកដាក់ពាក្យសុំ 1. សុំលែងលះដោយការព្រមព្រៀង 2. សុំសិទ្ធិគ្រប់គ្រងកូនប្រុសម្នាក់ឈ្មោះវ៉ាសុកហេងអាយុ1ឆ្នាំអង្គហេតុចាំបាច់ដែលជាមូលហេតុនៃការទាមទារដោយហេតុថានាងខ្ញុំនិងគាត់បានរៀបការជាមួយគ្នាកាលពីថ្ងៃទី26ខែតុលាឆ្នាំ2017និងបានចុះសម្បត្តិអាពាហ៍ពិពាហ៍កាលពីថ្ងៃទី2ខែមករាឆ្នាំ2018ក្រោយពីរៀបការរួចខ្ញុំនិងគាត់បានរស់នៅជាប្តីប្រពន្ធជាមួយគ្នាបានជិត3ឆ្នាំមានកូនប្រុសមួយប៉ុន្តែរស់នៅជាមួយគ្នាមិនសូវចុះសម្រុងនោះទេដោយចេះតែមានរឿងរកាំរកុសកើតឡើងមិនចេះចប់ទើបជាហេតុធ្វើឲ្យយើងខ្ញុំទាំងពីរអស់នៅមនោសញ្ចេតនាជាមួយគ្នាជាប្តីប្រពន្ធតទៅទៀតហើយព្រមព្រៀងចែកផ្លូវគ្នាដោយស្ម័គ្រចិត្តអាស្រ័យដោយបានជម្រាបជូនសូមលោកប្រធានមេត្តាសម្រួលឲ្យយើងខ្ញុំទាំងពីរដោយក្តីអនុគ្រោះស្នាមមេដៃធ្វើនៅថ្ងៃទី8ខែឧសភាឆ្នាំ2020បាទហើយនេះគឺជាលិខិតលែងលះរបស់អ្នកទាំងពីរហើយមូលហេតុគឺដោយសារតែការរស់នៅបញ្ចុះសម្រុងគ្នាហើយធ្វើឲ្យមនោសញ្ចេតនាអ្នកទាំងពីរហ្នឹងក៏លែងមានជាប្តីប្រពន្ធរួចហើយក៏ព្រមព្រៀងគ្នាលែងលះគ្នាតែម្ដងបាទហើយអាចថាជារឿងមួយក៏ល្អដែរបាទសម្រាប់អ្នកទាំងពីរណាបើសិនជាអស់ចិត្តគ្នាហើយយើងសុខចិត្តធ្វើទៅតាមផ្លូវច្បាប់បាទជាជាងការប្រកែកតវ៉ាគ្នាចុះឡើងចុះឡើងបរិហាគេតាមបណ្ដាញសង្គមចុះឡើងហ្នឹងវាគ្មានប្រយោជន៍អីទេបាទត្រឹមតែអ្នកដទៃគេមើលស្រាលតែប៉ុណ្ណោះតែបើយើងធ្វើទៅតាមសន្តិវិធីដោយផ្លូវច្បាប់នេះគឺថារឿងរបស់យើងទាំងពីរនាក់ចប់ដោយសន្តិវិធីតែម្ដងមិនមានការប្រកែកទាស់តែងគ្នាអីទេបាទអានេះធ្វើម៉េចបើយើងទាំងពីរនាក់វាអស់ចិត្តទៅហើយបាទបើទោះបីជានៅមួយគ្នាក៏វាមិនចុះសម្រុងនឹងគ្នាដដែលគ្មានសុភមង្គលនឹងគ្នាសួរតើនៅដើម្បីប្រយោជន៍អីបាទដូច្នេះបែកគ្នាទៅល្អជាងបាទហើយចំពោះអត្ថបទព័ត៌មាននេះខ្ញុំបាទសូមបញ្ចប់តែប៉ុណ្ណេះសូមអរគុណសូមគោរពលា